អង្គការលីកាដូឃើញមានការកើនឡើងនៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានប្រសិនបើមាននរណាម្នាក់បានថតចែករំលែកឬគំរាមកំហែងថានឹងចែករំលែករូបថតឬវីដេអូស្រើបស្រាលរបស់អ្នកដោយគ្មានការអនុញ្ញាតវាមិនមែនជាកំហុសរបស់អ្នកទេគ្មាននរណាម្នាក់គួរតែត្រូវបានគេធ្វើឲ្យមានអារម្មណ៍ខ្មាស់អៀនឬរងការស្ដីបន្ទោសដោយសារអ្នកដទៃបានរំលោភបំពានឯកជនភាពឬទំនុកចិត្តរបស់សាមីខ្លួនឡើយទង្វើជាច្រើននៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានគឺជាអំពើខុសច្បាប់លោកអ្នកអាចតាក់ទងមកកាន់អង្គការលីកាដូដើម្បីទទួលបានការគាំទ្រដែលមានសុវត្ថិភាពនិងធានាការសម្ងាត់ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានគឺជាប្រភេទមួយនៃអំពើហិង្សាផ្អែកលើ gender ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសអង្គការលីកាដូបានចងក្រងករណីរំលោភបំពានចំនួន24ករណីដែលពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានចាប់តាំងពីឆ្នាំ2021មកជាង1/3នៃករណីទាំងនោះជាករណីដែលបានកើតឡើងក្នុងរយៈពេល12ខែចុងក្រោយនេះករណីដែលត្រូវបានចងក្រងទាំងនេះអាចគ្រាន់តែបង្ហាញឲ្យឃើញជាផ្នែកតូចមួយនៃចំនួនករណីបែបនេះដែលកើតមានឡើងនៅទូទាំងប្រទេសហើយករណីទាំងនេះអាចបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីលំនាំនៃអំពើរំលោភបំពាននេះការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានរួមមានការថតការចែកចាយឬការគំរាមកំហែងថានឹងចែកចាយរូបថតឬវីដេអូស្រើបស្រាលរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាតពីបុគ្គលនោះទោះបីជារូបភាពឬវីដេអូទាំងនោះត្រូវបានថតឬទទួលបានដោយមានការអនុញ្ញាតពីសាមីខ្លួនពីដំបូងឡើយក៏ដោយរូបភាពស្រើបស្រាលរួមមានរូបថតឬវីដេអូដែលបង្ហាញពីភាពអាក្រាតកាយទាំងស្រុងឬដោយផ្នែកឬសកម្មភាពផ្លូវភេទទាំងរូបភាពពិតនិងរូបភាពដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតករណីជាច្រើនដែលត្រូវបានចងក្រងដោយអង្គការលីកាដូបង្ហាញឲ្យឃើញថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានជាញឹកញាប់កើតមានឡើងអមជាមួយទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្អែកលើ gender ក្នុងករណីចំនួន10ដែលបានចងក្រងជនល្មើសបានថតវីដេអូសកម្មភាពរំលោភបំពានសេពសន្តិវៈឬរំលោភសេពសន្តិវៈជាក្រុមហើយក្រោយមកប្រើប្រាស់វីដេអូនោះជាការគំរាមកំហែងឬបង្ខិតបង្ខំឲ្យធ្វើឬមិនធ្វើអ្វីមួយក្នុងករណីផ្សេងទៀតជនល្មើសទទួលបានរូបភាពស្រើបស្រាលពីដំបូងតាមរយៈបទល្មើសឆបោកតាមអនឡាញការថតរូបភាពឬវីដេអូកុមារនៅទីតាំងឯកជនការថតសកម្មភាពផ្លូវភេទដោយគ្មានការអនុញ្ញាតនិងការបង្ខិតបង្ខំឬការចែកចាយបន្តនៃរូបភាពដែលពីដំបូងជនល្មើសទទួលបានពីសាមីខ្លួនដោយមានការអនុញ្ញាតជនល្មើសបានប្រើរូបភាពស្រើបស្រាលទាំងនេះដើម្បីបង្ខិតបង្ខំបំបិទមាត់និងគ្រប់គ្រងស្ត្រីនិងក្មេងស្រីក្នុងករណីយ៉ាងតិច10ដែលត្រូវបានចងក្រងជនល្មើសបានចែកចាយរូបភាពឬវីដេអូស្រើបស្រាលតាមអ៊ីនធឺណិតឬផ្ញើទៅកាន់ក្រុមគ្រួសារឬសហគមន៍ដែលស្ត្រីឬក្មេងស្រីរងគ្រោះកំពុងរស់នៅក្នុងករណីផ្សេងទៀតជនល្មើសបានគំរាមកំហែងថានឹងចែករំលែករូបភាពឬវីដេអូទាំងនោះដើម្បីបង្ខិតបង្ខំឲ្យស្ត្រីឬក្មេងស្រីរងគ្រោះឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទជាមួយខ្លួនបន្តទៀតឬបង្កើតរូបភាពឬវីដេអូស្រើបស្រាលបន្ថែមទៀតគោលបំណងផ្សេងទៀតរួមមានការរារាំងស្ត្រីឬក្មេងស្រីរងគ្រោះដោយមិនឲ្យរាយការណ៍អំពីអំពើរំលោភសេពសន្តិវៈការគ្រប់គ្រងលើស្ត្រីឬក្មេងស្រីរងគ្រោះបន្ទាប់ពីចែកផ្លូវគ្នានិងផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុករណីទាំងនេះបង្ហាញថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានប៉ះពាល់ដល់ស្ត្រីនិងក្មេងស្រីដែលមានវ័យខុសៗគ្នាហើយអំពើនេះត្រូវបានប្រព្រឹត្តដោយជនល្មើសដែលជាអ្នកស្គាល់គ្នានិងជាជនអនាមិកពាក់កណ្ដាលនៃអ្នករងផលប៉ះពាល់នៅក្នុងករណីជាច្រើនដែលត្រូវបានចងក្រងគឺជាក្មេងស្រីដែលមានអាយុចាប់ពី13ដល់17ឆ្នាំជនល្មើសរួមមានមិត្តប្រុសឬអតីតមិត្តប្រុសសមាជិកគ្រួសារគ្រូបង្រៀនអ្នកគ្រប់គ្រងនៅកន្លែងការងារមនុស្សដែលពួកគេស្គាល់តាមអ៊ីនធឺណិតនិងជនអនាមិកការចែកចាយឬការគំរាមថានឹងចែករំលែករូបភាពស្រើបស្រាលរបស់សាមីខ្លួនជាសាធារណៈអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ពួកគេវាអាចធ្វើឲ្យស្ត្រីនិងក្មេងស្រីផ្ដាច់ខ្លួនចេញពីគ្រួសារសហគមន៍និងសាលារៀនរបស់ពួកគេធ្វើឲ្យពួកគេបាក់ទឹកចិត្តមិនហ៊ានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទបែបនេះហើយស្ថានភាពនេះបង្កើតផ្នែកមួយនៃទម្រង់នៃការរំលោភបំពានមួយយ៉ាងទូលំទូលាយនៅក្នុងប្រទេសស្ត្រីនិងក្មេងស្រីរងគ្រោះជាច្រើនមិនដែលស្វែងរកការជួយគាំទ្រណាមួយដោយសារពួកគេខ្លាចការមាក់ងាយការសងសឹកឬការរំលោភបំពានបន្ថែមទៀតទៅលើឯកជនភាពរបស់ពួកគេស្ត្រីនិងក្មេងស្រីទាំងនេះសមនឹងទទួលបានការជួយគាំទ្រដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវទាក់ទងនឹងជម្រើសដែលពួកគេមាន
ដោយមិនត្រូវស្ដីបន្ទោសធ្វើឲ្យជនរងគ្រោះខ្មាស់អៀនឬរងការរំលោភបំពានបន្ថែមទៀតនោះទេមានតែជនល្មើសប៉ុណ្ណោះដែលត្រូវទទួលខុសត្រូវផ្លូវច្បាប់ចំពោះការរំលោភបំពាននេះច្បាប់ជាតិចាត់ទុកថាជាអំពើបទល្មើសចំពោះទង្វើរំលោភបំពានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានបទចោទពាក់ព័ន្ធនឹងរូបភាពអាហិភាការគំរាមកំហែងការជំរិតទារប្រាក់និងការរំលោភបំពានផ្លូវភេទត្រូវបានអនុវត្តនៅក្នុងករណីមួយចំនួនដែលត្រូវបានចងក្រងដោយអង្គការលីកាដូទោះជាយ៉ាងណាក្តីការការពារផ្នែកច្បាប់នៅតែមិនទាន់មានពេញលេញហើយការឆ្លើយតបនៅតែមិនទាន់មានភាពស៊ីចង្វាក់គ្នាអាជ្ញាធរត្រូវមានការឆ្លើយតបឲ្យកាន់តែខ្លាំងក្លានិងកាន់តែមានភាពស៊ីចង្វាក់គ្នាចំពោះការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាននិងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្អែកលើ gender តាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានេះបានទាន់ពេលវេលាអង្គការលីកាដូសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាសូមឲ្យទទួលស្គាល់ថាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានគឺជាទម្រង់ដ៏ធ្ងន់ធ្ងរនៃអំពើហិង្សាផ្អែកលើ gender តាមរយៈប្រព័ន្ធបច្ចេកវិទ្យានិងធ្វើការឆ្លើយតបចំពោះករណីទាំងនេះជាបន្ទាន់និងយ៉ាងម៉ឺងម៉ាត់ដូចគ្នានឹងការចាត់វិធានការទៅលើបទល្មើសឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងឧក្រិដ្ឋកម្មតាមអនឡាញផ្សេងទៀតដែរពង្រឹងសមត្ថភាពរបស់អាជ្ញាធរអនុវត្តច្បាប់និងតុលាការតាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលជំនាញពិសេសជំនាញបច្ចេកទេសនិងធនធានគ្រប់គ្រាន់ដើម្បីធ្វើការស៊ើបអង្កេតរហ័សមានប្រសិទ្ធភាពនិងផ្ដោតលើជនរងគ្រោះធានានៅការទទួលបានយុត្តិធម៌និងសេវាកម្មគាំទ្រដែលផ្ដោតសំខាន់លើជនរងគ្រោះគ្មានការស្ដីបន្ទោសនិងការរើសអើងលើជនរងគ្រោះគួរតែអាចជ្រើសរើសអាជ្ញាធរដែលជាស្ត្រីឬបុរសដែលពួកគេអាចទុកចិត្តសហការជាមួយនឹងពួកគេហើយរូបភាពស្រើបស្រាលមិនគួរអនុញ្ញាតឲ្យអាជ្ញាធរច្រើនអ្នកមានសិទ្ធិអំណាចមើលបាននោះទេហើយអ្នកដែលមានសិទ្ធិមើលរូបនោះត្រូវគោរពឲ្យបាននូវសិទ្ធិឯកជនភាពនិងការសម្ងាត់យ៉ាងតឹងរ៉ឹងបំផុតប្រើប្រាស់បទល្មើសព្រហ្មទណ្ឌដែលមានស្រាប់នៅពេលដែលសមស្របរួមទាំងបទចោទប្រកាន់ទាក់ទងនឹងអំពើហិង្សាផ្លូវភេទការជំរិតទារប្រាក់ការគំរាមកំហែងនិងការផលិតឬការចែកចាយរូបភាពអាហិភាដោយគ្មានការអនុញ្ញាតលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានគឺជាទម្រង់នៃបទល្មើសធ្ងន់ធ្ងរនិងត្រូវបានប្រព្រឹត្តញឹកញាប់ពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើ gender ដែលបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងនិងយូរអង្វែងប្រសិនបើអ្នករងគ្រោះពីអំពើនៃការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពានអ្នកមិនឯកាទេស្ត្រីនិងក្មេងស្រីជាច្រើនអ្នកបានជួបប្រទះបញ្ហាស្រដៀងគ្នានេះហើយអ្វីដែលបានកើតឡើងមិនមែនជាកំហុសរបស់អ្នកទេអង្គការលីកាដូផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងជំរឿសមួយចំនួនដល់អ្នកដោយធានាការសម្ងាត់និងគ្មានការរើសអើងអង្គការលីកាដូនឹងមិនស្នើសុំមើលរូបថតឬវីដេអូស្រាប់ស្រាលរបស់អ្នកឡើយមនុស្សគ្រប់រូបមានសិទ្ធិសម្រេចចិត្តថាតើត្រូវស្វែងរកការគាំទ្រឬអត់និងដោយរបៀបណា